ថ្ងៃនេះ Hello City Roleplay នឹងធ្វើការ update ចូល version 1.1 ហើយនៅក្នុងការ update ថ្មីមួយនេះគឺខ្ញុំបានរួមបញ្ចូលជាមួយនឹងរបស់ផ្លាយជាច្រើនដូចជាហើយយើងមានជាមួយនឹងម៉ាស៊ីនបោកលុយថ្មីបាទម៉ាស៊ីននេះគឺបោកលុយអត់ប្រហែលទេគឺគុណភាពល្អខ្លាំងមែនតើហើយអនាគតគឺនឹងកាន់កាប់ដោយ gang មួយនៅក្នុងក្រុងរបស់យើងអញ្ចឹងមិនដឹងថាបានទៅលើ gang ណាទេហើយសម្រាប់អ្នកដែលចូលចិត្តគាស់ផ្ទះគេបាទឥឡូវគឺអត់ស្រួលដូចមុនទេអញ្ចឹងយើងមានជាមួយនឹងឧបករណ៍គាស់សោថ្មីហើយជាពិសេសគឺថាម្ចាស់ផ្ទះឥឡូវយើងចូលទៅដល់ស្រួលគឺថាយើងបាញ់យើងយកតែម្ដងមកអញ្ចឹងគឺប្រយ័ត្នប្រយែង mini game ថ្មីសម្រាប់ការ hack ធនាគារក៏ដូចជាប្លន់ហាងទំនិញរួមបញ្ចូលជាមួយនឹង animation សម្រាប់ការលូតលុយក៏ដូចជារបស់ផ្សេងនៅចិត្តអ្នកជំងឺគឺយើងនឹងធ្វើការជួយដោយស្វ័យប្រវត្តិយកតែម្ដងហើយបន្ទាប់ពីជួយហើយគឺយើងនឹងបានលុយចូលកប៉ៅលឿនអត់មានគិតគូរដាក់វាលដាក់អីវែងឆ្ងាយទេហើយចលនារបស់ពេទ្យជាមួយនឹងអ្នកជំងឺឥឡូវគឺថារស់រវើកយកតែហើយពេទ្យអ្នកទាំងអស់គ្នាដឹងថាធ្វើអីអាចទៅវាយគ្នាភ្នាល់ដាក់លុយបាននៅក្នុងក្លឹប Tequila La បាទហើយឥឡូវយើងក៏លេចទៅមើលការងារស្របច្បាប់យើងវិញម្ដងការងារឡានដឹកកុងតឺន័រឥឡូវនេះគឺថាយើងធ្វើកាន់តែយូរ level ឡើងកាន់តែខ្ពស់បានលុយកាន់តែច្រើនបាទសម្រាប់អ្នកដែលចូលចិត្តជីករ៉ែឥឡូវគឺថាយើងមានឧបករណ៍ក៏ដូចជាវិធីនៅក្នុងការរករ៉ែច្រើនខ្លាំងមែនទែនយើងអាចធ្វើការយក drill laser ដើម្បីបាញ់យករ៉ែយើងអាចធ្វើការប្រើជាមួយនឹង pickaxe យើងអាចយករ៉ែដែលយើងបានរកបាននឹងយកទៅលាងយកទៅរែងដើម្បីយករ៉ែជាច្រើនប្រភេទយកទៅលក់ដើម្បីបានលុយជាច្រើនសន្ធឹកសន្ធាប់ហ្នឹងហើយការងារបើកឡានក្រុងក៏ដូចគ្នាដែរដឹកម៉ួយបានកាន់តែច្រើនបានលុយគុណទៀតនិយាយទៅហើយឡានគឺថាយើងអានឡុកបានកាន់តែច្រើននៅពេលដែលយើងឡើង level ធំដូចគ្នាអញ្ចឹងសម្រាប់អ្នកដែលចាប់អារម្មណ៍អាចធ្វើការចុះឈ្មោះចូល Hello City បានតាមរយៈ link នៅខាងក្រោមអញ្ចឹងចាំជួបគ្នានៅក្នុងក្រុមទាំងអស់គ្នា